xua đây xong xả cha xong một con ai tao mệt thế khinh bông thuê chồng cà bài đi còn ai khinh thế đi cứ chia chồng cà lắc mình men chồng cà lắc là bao bong tê cứ chồng cà lắc là bao mai bong nè tao ơi khinh thế đi cứ chia chồng cà lắc là bao mai bong còn ai khinh smile chăng đầm bay lẹ plea lắc cùng ơiពួកចៅវាលួចឃើញទេម៉ែឪបងឆ្លតប៉ុណ្ណាអូនឯងឃើញអត់សាប់ថតបានបន្តិចឪមកពីផ្សារគាត់ដឹកអាលឹកឲ្យគេនៅផ្សារងើបតាំងពីម៉ោង5ដើម្បីបេះអាលឹកឲ្យមួយណាហើយយើងអត់មានលម៉កដូចគេទេតែយើងដឹកនឹងម៉ូតូនឹងកាឆេដាក់កាឆេដឹកឲ្យមួយអញ្ចឹងទៅហើយណាមួយគាត់យកតាតិចដែរហ្នឹងគាត់យកខ្លះយក30ខ្លះយក40អីចឹងទៅឃើញលឹកអាលឹកអញ្ចឹងណាខ្ញុំមិនមែនយកមុខទេខ្ញុំជួយម៉ែឲ្យខ្ញុំឃើញថតអញ្ចឹងណាមិនសំដែងទេណាមិនយកមុខទេណាជួយម៉ែឲ្យដល់ចិត្តស្មោះណាអើយឃើញថាយើងជួយគាត់ទៅមានបណ្ណាគេនៅទេបងប្អូនទៅឆ្ងាយអស់ហើយអញ្ចឹងយូរយើងមកលេងគាត់ម្ដងយើងជួយលើគាត់ទៅហើយមកចកាទាំងអស់នេះគឺគាត់អ្នកដាំខ្លួនឯងទេគាត់ដាំខ្លួនឯងទាំងអស់អត់មានជួលគេទេបាទអញ្ចឹងយើងមកលេងគាត់2ថ្ងៃទេយើងជួយគាត់ឲ្យពេញដៃពេញជើងទៅមិនអញ្ចឹងហើយដល់ពេលគាត់លក់អាលឹកបានគាត់ទិញវិជាឲ្យយើងផឹកដល់ពេលទិញវិជាឲ្យយើងផឹកហើយគាត់វាយមាន់ឲ្យយើងហូបទៀតហើយអញ្ចឹងហើយយើងជួយគាត់ពេញដៃពេញជើងទៅស្រួលយើងសុំមាន់គាត់សុំទាគាត់អញ្ចឹងយើងហូបឆ្ងាញ់មាន់អញ្ចឹងណាយើងអត់បារម្ភគាត់និយាយដើមនិយាយអីទេមិនអញ្ចឹងបងប្អូនចង់និយាយថាហត់តែសុបាយបើបានបងប្អូនជុំគ្នាទៀតសុបាយអស់ទោះជីវិតយើងកើតមកជាកូនអ្នកចំការអ្នកស្រុកស្រែមានតែប៉ុណ្្នឹងឯងហើយតើពេលណាទៅយើងធូរធារនឹងគេហើយធ្វេដូចខ្ញុំបាននិយាយចឹងខ្ញុំមិនបានសម្ដែងទេគ្រប់គ្នាថាខ្ញុំសម្ដែងតែតាមការពិតខ្ញុំមិនបានសម្ដែងទេមកបានហើយមកថតអីទេនេះមកលើកអាលឹកនេះចោលកាច់ចូលនេះលើកអញឲ្យថតតិចតួចធ្វើអីណាមិនចង់លើកអាលឹកទាំងឥឡូវណាអញហើយនេះគឺជាប្អូនស្រីពៅរបស់ខ្ញុំការងារធ្វើក៏ត្រតែចង់បានប្តីពីរអើយហេតុអ្វីទៅតាមក៏ពិតនេះជាការសម្ដែងទេពីមុនគឺបានប្អូនស្រីពៅខ្ញុំនឹងឯងជួយម៉ែឪទៅធ្វើការគេតាំងពីអាយុ14ឆ្នាំកាលពីអាយុ13ឆ្នាំរៀនសុកទៅវាយគេបន្ទាប់ទៅវាយគេហើយសងំនៅផ្ទះអត់ហ៊ានចេញក្រៅសំបីសាលាក៏វាមិនហ៊ានជិះកាត់ដែរព្រោះថាវាខ្លាចគេសងសឹកវាយវាវិញនេះហើយជាពាក្យអ្នកក្លាហានថាសុកចិត្តវាយគេតែមិនឲ្យគេវាយតែរឿងហ្នឹងវាយូរហើយខ្ជិលនិយាយច្រើននាំទៅវិញឆ្ងាយព្រោះខ្លាចសត្រូវវាឃើញវីដេអូនេះហើយមកសងសឹកដល់ផ្ទះវិញហើយសុំស្លេះប៉ុណ្ណឹងសិនចុះមកងាកមើលចំការយើងវិញម្ដងចេញទៅទៀតហើយបងប្អូនណាចេញទៅទៀតហើយបាទឲ្យលឹកធម្មជាតិបងប្អូនមើលតែចំការក៏ដឹងដែរណាបាទសិតតែស្មៅបាទឲ្យលឹកធម្មជាតិពិតប្រាកដអ្នកណាថាបាញ់ថ្នាំបាញ់អីមើលតែខ្លួនឯងទៅណាមើលតែខ្លួនឯងទៅបាញ់ថ្នាំអីនេះសិតតែស្មៅទេមើលតែផ្លែអាលឹកមិនឃើញទេបាទធម្មជាតិប៉ិតបាទដាំស្មៅហ្នឹងមើលខ្លួនឯងទៅណាមើលខ្លួនឯងទៅបាទធម្មជាតិមិនធម្មជាតិមើលខ្លួនឯងទៅណាបាទមើលតែខ្លួនឯងទៅបាទសតតែស្មៅគ្មានដើមម្លឹកគ្មានអីទេបាទប៉ុន្តែដើមម្លឹកនៅក្រោមស្មៅបាទណាមួយយើងមានផលប្រយោជន៍អំពីស្មៅដែរបាទយើងដាំស្មៅនេះផងទុកឲ្យស្មៅដុះខ្ពស់នេះផងគឺយើងដើម្បីលាក់ផ្លែអាលឹកកុំឲ្យពួកចៅគាត់ឃើញអញ្ចឹងណារឿងហ្នឹងវាមិនមែនជាការពិត 100%ទេគឺវាប្រហែលជា 98% ហើយនិយាយទៅការដោះស្មៅនេះគឺយើងមិនបានបាញ់ថ្នាំបាញ់អីទេសូម្បីតែអាលឹកក៏យើងមិនបានបាញ់ថ្នាំដែរគឺវាធម្មជាតិសុខសាន្តគឺយើងដាំហើយឲ្យវាដោះតាមតាណាប្រយទៅតាមយថាកម្មរបស់វាទៅ